ឲ្យយើងបានអញ្ជើញមិត្តប្រធានមន្ត្រីឃោសនាការវប្បធម៌ខេត្តពោធិ៍សាត់ឡើងមកបកស្រាយនៅបទចម្រៀងមួយដែលជាបទចម្រៀងប្រជាប្រិយខ្មែរបទនេះមានចំណងជើងថាសង្សារខែកដឹកតើសង្សារខែកដឹកត្រូវនឹងទំនោរចត់ជាក់យ៉ាងនេះមានអត្ថន័យយ៉ាងណាទៅហើយកំដរត្រខ្សែ3ដែលជាត្រខ្មែរពិតប្រាកដនេះដោយលោកអ៊ំម៉េងហ៊ុនសូមអញ្ជើញប្រិយមិត្តទាំងអស់ទះដៃឲ្យបានខ្លាំងដើម្បីអបអរសាទរចំពោះអ្នកចម្រៀងប្រពៃណីរបស់យើងគុណណាសមមិត្តខ្ញុំសូមជួបសមមិត្តបន្តិចចានៅក្នុងឱកាសបុណ្យនេះស្ថានីយទូរទស្សន៍កម្ពុជាបានអញ្ជើញសមមិត្តមកចូលរួមតើសមមិត្តមានមនោសញ្ចេតនាយ៉ាងណាដែរចំពោះថ្ងៃបុណ្យដ៏រុងរឿងនេះចាបើនិយាយពីមនោសញ្ចេតនារបស់បុគ្គលខ្ញុំក៏ដូចជាមនោសញ្ចេតនារបស់ប្រជាជនទូទាំងខេត្តពោធិ៍សាត់គឺថាមានសេចក្តីរំភើបឥតឧបមាចំពោះវត្តមានដ៏ថ្លៃថ្លានេះបាទចាអរគុណចាស់ចំពោះលោកអ៊ំសូមលោកអ៊ំបកស្រាយបន្តិចទៅមើលថាតើបទចម្រៀងអបាញ់មិញនេះចូលក្នុងប្រភេទបទចម្រៀងអីដែរចាគឺជាបទចម្រៀងបុរាណស្មោះបាទមានប្រពៃណីទំនុកបុរាណចាហេតុអីក៏យើងយកបទនេះមកប្រើជាមួយនឹងត្រខ្សែ3ទៅវិញណាព្រោះឧបករណ៍នេះគឺឧបករណ៍បុរាណដែរចាសូមអរគុណលោកអ៊ំ